ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel MNKR Learning ទាំងអស់គ្នាហើយថ្ងៃនេះផងដែរគឺយើងមករៀនអំពីប្រយោគនៅក្នុងភាសាកូរ៉េតអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់មេរៀនយើងទាំងអស់គ្នាមេរៀនទី15 Uri 가족은 모두 6입니다. គ្រួសាររបស់ខ្ញុំទាំងអស់គឺ6នាក់ Uri 가족은 모두 6입니다. 아버지와 어머니가 계시고 누나와 형 그리고 동생이 하나 있습니다. 아버지는 회사에 다니시고 어머니는 집에 계십니다. 형은 은행에 다니고 누나는 맥화점에서 일합니다. 그리고 동생은 서울대학교 학생입니다. 우리는 모두 바쁘지만 주말에는 같이 운동을 하고 집 앞 식당에서 식사를 합니다. 저녁에는 집에서 텔레비전을 보고 쉽니다. តោះអញ្ចឹងឥឡូវយើងមករៀនបកប្រយោគយើងទាំងអស់គ្នា 우리 가족은 모두 6입니다. 우리 가족은 ប្រែថាគ្រួសាររបស់ខ្ញុំ 모두 ប្រែថាទាំងអស់ 6입니다 គឺ6នាក់អញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាគ្រួសាររបស់ខ្ញុំទាំងអស់គឺ6នាក់ 아버지와 어머니가 계시고 누나와 형 그리고 동생이 하나 있습니다. 아버지와 어머니가 ប្រែថាប៉ានិងម៉ាក់ 계시고 ប្រែថាមានជាទម្រង់គួរសមសម្រាប់ប្រើជាមួយនឹងមនុស្សចាស់ 누나와 형 ប្រែថាបងស្រីនិងបងប្រុស 그리고 ប្រែថាហើយនឹង 동생이 하나 있습니다 ប្រែថាមានប្អូនប្រុសម្នាក់អញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាមានប៉ានិងម៉ាក់បងស្រីនិងបងប្រុសហើយនឹងមានប្អូនប្រុសម្នាក់ 아버지는 회사에 다니시고 어머니는 집에 계십니다. 아버지는 ប្រែថាប៉ារបស់ខ្ញុំ 회사에 다니시고 ប្រែថាទៅធ្វើការនៅក្រុមហ៊ុន 어머니는 ម៉ាក់របស់ខ្ញុំ 집에 계십니다 ប្រែថានៅផ្ទះអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាប៉ារបស់ខ្ញុំគាត់ទៅធ្វើការនៅក្រុមហ៊ុនហើយម៉ាក់របស់ខ្ញុំគាត់នៅផ្ទះ 형은 은행에 다니고 누나는 맥화점에서 일합니다. 형은 បកប្រែថាបងប្រុស 은행에 다니고 ប្រែថាទៅធ្វើការនៅធនាគារ 누나는 ប្រែថាបងស្រី 맥화점에서 ប្រែថានៅហាងលក់ទំនិញ 일합니다 ប្រែថាធ្វើការអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាបងប្រុសគាត់ទៅធ្វើការនៅធនាគារហើយបងស្រីគាត់ធ្វើការនៅហាងលក់ទំនិញ 그리고 동생은 서울대학교 학생입니다. 그리고 ប្រែថាហើយនឹង 동생은 ប្រែថាប្អូនប្រុស 서울대학교 ប្រែថាសាកលវិទ្យាល័យសេអ៊ូល 학생입니다 ប្រែថាគឺជាសិស្សអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាហើយនឹងប្អូនប្រុសគឺជាសិស្សសាកលវិទ្យាល័យសេអ៊ូល 우리는 모두 바쁘지만 주말에는 같이 운동을 하고 집 앞 식당에서 식사를 합니다. 우리는 ប្រែថាពួកយើង 모두 ប្រែថាទាំងអស់ 바쁘지만 ប្រែថារវល់ក៏ប៉ុន្តែ 주말에는 នៅថ្ងៃចុងសប្តាហ៍ 같이 ប្រែថាជាមួយ 운동을 하고 ហាត់ប្រាណហើយនឹង 집 앞 ប្រែថានៅមុខផ្ទះ 식당에서 ប្រែថានៅភោជនីយដ្ឋាន 식사를 합니다 ប្រែថាញ៉ាំបាយអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាពួកយើងទាំងអស់រវល់ក៏ប៉ុន្តែនៅថ្ងៃចុងសប្តាហ៍ហាត់ប្រាណហើយនឹងញ៉ាំបាយនៅភោជនីយដ្ឋាននៅមុខផ្ទះជាមួយគ្នា 저녁에는 집에서 텔레비전을 보고 싶니다. 저녁에는 ប្រែថានៅពេលល្ងាច 집에서 ប្រែថានៅផ្ទះ 텔레비전을 ប្រែថាទូរទស្សន៍ 보고 싶니다 ប្រែថាមើលហើយសម្រាកអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថានៅពេលល្ងាចខ្ញុំមើលទូរទស្សន៍នៅផ្ទះហើយសម្រាកតបន្ទាប់ពីយើងរៀនបកប្រែប្រយោគរួចហើយឥឡូវយើងមករៀនពាក្យនៅក្នុងប្រយោគម្ដង 우리 가족 우리 가족 គ្រួសាររបស់ខ្ញុំ 여섯 여섯 6 아버지 아버지 빠 어머니 어머니 마 누나 누나 បងស្រី 형 형 បងប្រុស 동생 동생 ប្អូនប្រុស 서울대학교 서울대학교 사커빌라이 세울 학생 학생 서 바쁘지만 바쁘지만 러볼 거번따이 같이 같이ជាមួយ
식당 식당 보지니탄 식사를 하다 식사를 하다 냠바이 텔레비전 텔레비전 뚜루뚜 쉬다 쉬다 스므라 ចាកូនច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះប្រសិនបើបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនៅក្នុងវីដេអូបន្តទៀត